ដំណើរទៅកាន់មហានគរទាំង9តើអ្នកដឹងទេថាក្នុងចំណោមប្រាសាទបុរាណរាប់រយនៅទឹកដីអង្គរមានក្រុមប្រាសាទស្នូលចំនួន9ដែលត្រូវបានគេជឿថាសាងសង់ឡើងស្របគ្នាយ៉ាងឥតខ្ចោះទៅនឹងទម្រង់នៃតារានិកូនាថឬត្រាកូនៅលើមេឃកាលពីជាង 10,000 ឆ្នាំមុនដែនដីអង្គរនិងទិន្នន័យកុំព្យូទ័រ The Scientific Hypothesis នៅក្នុងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រជំនួសនៃសៀវភៅ Heaven's Mirrors លោក Graham Hancock និងក្រុមការងាររបស់លោកបានប្រើប្រាស់នៅប្រព័ន្ធកុំព្យូទ័រតារាសាស្ត្រដើម្បីធ្វើការផ្ទៀងផ្ទាត់ប្លង់មេនៃក្រុមប្រាសាទអង្គរក្រុមស្រាវជ្រាវរបស់លោកបានរកឃើញសមិទ្ធកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយទីតាំងនៃសំណង់បុរាណសំខាន់ៗនៅលើដីគឺដេញ